ក្មេងដែលចាប់ផ្ដើមដុសធ្មេញឬក៏ចេះលេងអ្វីប្លែកចាស់ក៏តែនិយាយថាកូននឹងរមីអីឬក៏រីអី3 ទៅ 4 ដងក្នុងមួយថ្ងៃដែលពីមុនមកបាត់ជើងមួយថ្ងៃតែម្ដងទៅ2 ដងឬក៏2 3ថ្ងៃទៅបាត់ជើងម្ដងអញ្ចឹងឲ្យតែចាប់ផ្ដើមដុសប្លុកធ្មេញមកថ្មីឬក៏ចេះលេងចេះធ្វើអ្វីថ្មីប្លែកខុសពីធម្មតាគឺចាប់អារម្មណ៍ឃើញថាកូននឹងបាត់ជើងញឹកដងឬក៏ចាស់គាត់ហៅថារមីនឹងឯងចឹងតើការនិយាយបែបនេះតើត្រឹមត្រូវដែរទេហើយការរៀកឬក៏រមាកហ្នឹងវាតកតងគ្នាជាមួយនឹងការដុសធ្មេញឬក៏ការចេះលេងអ្វីប្លែកហ្នឹងដែរទេហើយតើវាជាស្ថានភាពធម្មតាដែលយើងអត់ចាំបាច់យកមកពេទ្យដែរទេពីព្រោះថាបើសិនជាគាត់ឃើញការដាក់បែបហ្នឹងគាត់អត់ជាទូទៅគឺគាត់យកមកពេទ្យទេគឺគាត់ទុកកូននៅផ្ទះធម្មតាដោយគឺថារឿងហ្នឹងគឺជារឿងធម្មតានៅពេលដែលក្មេងចេះដឹងអ្វីប្លែកទៅគឺតែងតែមានបញ្ហាហ្នឹងកើតឡើងហើយគ្រប់ក្មេងទាំងអស់គឺគាត់គិតបែបហ្នឹងជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំវិជ្ជបណ្ឌិតប្រារតនាឆ្លើយតបជាមួយនឹងសំណួរខាងលើនេះតកតងទៅនឹងក្មេងឲ្យតែចេះអ្វីមួយប្លែកឬក៏ដុសធ្មេញគឺគាត់តែងតែមានសញ្ញាបត់ជើងធំហ្នឹងញឹកជាងមុនឬក៏ចាស់គាត់ហៅថារមាកហ្នឹងតែពិតរឿងពីរហ្នឹងគឺវាមិនតកតងគ្នាទេមានន័យថាការរមាកឬក៏រាកហ្នឹងគឺជាស្ថានភាពមួយដែលពោះវៀនរបស់ក្មេងហ្នឹងអាចមានការឆ្លងរោគអ្វីមួយហើយដោយសារតែក្មេងចាប់ដើមដុសធ្មេញឬក៏ដុសប្លុកធ្មេញមកគាត់ជឿអញ្ចាញធ្មេញអញ្ចឹងនៅពេលដែលជឿអញ្ចាញធ្មេញគឺគាត់ខំគាត់ទៅដុសគាត់ខំក្មេងខ្លះខំស្រោមដៃខំជក់ដៃឬក៏លើកជើងឡើងមកជក់ជើងជក់មេជើងជក់ស្រោមជើងអញ្ចឹងនៅក្នុងស្រោមដៃស្រោមជើងហ្នឹងពេលខ្លះទោះបីយើងបោកស្អាតហើយក៏ដោយក្នុងមួយថ្ងៃបើសិនជាយើងពាក់ឲ្យកូនជាប់រហូតដល់មិនបានដូរសម្អាតទេវាតែងតែជាប់នៅមេរោគហើយអញ្ចឹងពេលដែលកូនដុសធ្មេញគាត់លមាស់ធ្មេញគាត់យកមកខំទៅដុសនៅក្នុងមាត់របស់គាត់ហ្នឹងគឺឆ្លងរោគមកហើយអញ្ចឹងគឺធ្វើឲ្យក្មេងហ្នឹងទៅជាមានបញ្ហារាករូសឬក៏ចាស់ហ្នឹងហៅថារមាកហ្នឹងឯងប៉ុន្តែបើសិនជាការបត់ជើងហ្នឹងក្រោម3 ដងក្នុងមួយថ្ងៃប្រហែលលាមកកាកហើយនឹងទឹកហ្នឹងស្មើគ្នាឬក៏កាកច្រើនជាងទឹកហើយកូនញ៉ាំបានមុំបានធម្មតាក៏មិនមានជាបញ្ហាអីដែរក្រៅពីនេះតើតើទៅនឹងក្មេងចេះលេងអ្វីមួយប្លែកឬក៏គាត់ចេះតោងឈរគាត់ចេះដើរគាត់ចេះវាចាស់គាត់សង្កេតឃើញថាមានសញ្ញារាកឬក៏រមាកហ្នឹងដូចគ្នាអញ្ចឹងចំណុចនេះក៏វាមិនខុសអីពីការទៅដុសធ្មេញថ្មីហើយកូនទៅខំទៅដុសដែរតែសារតែកូនចេះចាប់ដើមតោងឈរអញ្ចឹងគាត់ត្រូវការយកដៃគាត់ហ្នឹងទៅតោងឈរលើរបស់អ្វីមួយពេលហ្នឹងដៃគាត់ហ្នឹងអត់ស្អាតទេគាត់ទៅប៉ះរបស់ហ្នឹងមានដីមានទលីអត់ស្អាតគាត់យកមកជក់នៅក្នុងមាត់អញ្ចឹងធ្វើឲ្យមេរោគហ្នឹងឆ្លងតាមមាត់ចូលទៅក្នុងកាពះពោះវៀនគាត់ហ្នឹងគឺឲ្យគាត់ទៅជារមាកឬក៏រាកពេលខ្លះរហូតដល់មានឈឺពោះខ្លាំងហើយមានក្តៅខ្លួនស្ទិញទៀតឬក៏ក្តៅខ្លួនខ្លាំងក៏មានដែរក្រៅពីនេះក្មេងដែលចេះលូនចេះវានៅលើដីនៅលើក្រោផ្ទះយើងហ្នឹងបើសិនជាយើងអាចបានជូតសម្អាតបានស្អាតទេវាមានដីវាមានទលីនៅលើហ្នឹងទោះបីជាបានសម្អាតក៏ដោយដៃរបស់កូនយើងឬក៏ជើងរបស់កូនយើងដែលវាសម្អាតដែលវាលេងនៅលើដីហ្នឹងគឺតែងតែប៉ះពាល់នៅទលីដីដែលយើងមើលអត់ឃើញឬក៏កតិកទីមេរោគអីយើងមើលអត់ឃើញទេអញ្ចឹងនៅពេលដែលកូនយកដៃហ្នឹងយកមកដាក់ចូលក្នុងមាត់ឬក៏គាត់វាលេងទៅក៏ឃើញរបស់អីមួយដែលប្លែកឬក៏របស់លេងដែលដាក់នៅលើក្រោនៅលើកន្លែងលេងរបស់គាត់ណាគាត់យកមកដាក់ចូលនៅក្នុងមាត់ឬក៏បៀមនៅក្នុងមាត់ទៅធ្វើឲ្យឆ្លងរោគហើយអញ្ចឹងអាការៈទាំងអស់ហ្នឹងចូលរួមកតាទាំងអស់ហ្នឹងគឺវាចូលរួមឲ្យកូនហ្នឹងទៅជាហៅពោះឈឺពោះឬក៏មានរាករូសឬក៏រមាកហ្នឹងឯងអញ្ចឹងបើសិនជាទោះបីជាមានរមាកឬក៏រាកហ្នឹងបើសិនជាបរិមាណតិចជាង3 ដងក្នុងមួយថ្ងៃហើយកាកហើយនឹងទឹកស្មើគ្នាឬក៏កាកច្រើនជាងទឹកកូនមុំធម្មតាលេងធម្មតាអត់មានក្តៅខ្លួនអត់មានក្អួតចង្អោរអីទេក៏មិនមានត្រូវការព្យាបាលអីដែរប៉ុន្តែបើសិនជាការបត់ជើងធំហ្នឹងច្រើនលើសពី 3 ដងក្នុងមួយថ្ងៃទឹកច្រើនជាងកាកហើយកូនមានសញ្ញាក្តៅខ្លួនស្ទិញឬក៏សញ្ញាអ្វីប្លែកក្អួតចង្អោរជាដើមត្រូវតែប្រញាប់យកកូនទៅមន្ទីរពេទ្យព្រោះនេះមិនមែនជាសញ្ញាធម្មតាដែលកូនដែលចាស់និយាយថារមាកឬក៏រាកដោយសារការចេះដឹងអ្វីមួយហ្នឹងហើយវាជារឿងធម្មតាអញ្ចឹងវាមិនមែនទេវាមិនមែនជារឿងធម្មតាទេបើសិនជាការបត់ជើងហ្នឹងច្រើនលើសពី 3 ដងដោយតែខ្ញុំបានរៀបរាប់ហ្នឹងឬក៏មានរោគសញ្ញាអីផ្សេងទៀតដូច្នេះសម្រាប់វីដេអូហ្នឹងគឺខ្ញុំគ្រាន់តែចង់បញ្ជាក់ត្រង់ចំណុចនេះដើម្បីកុំឲ្យប៉ាម៉ាក់ឬក៏ចាស់នៅផ្ទះគឺគាត់មានការយល់ច្រឡំទៅលើបញ្ហាដែលកូនបត់ជើងធំញឹកដងឬក៏រមាកហ្នឹងហើយគិតថាវាជារឿងធម្មតាដោយសារតែកូនចាប់តាមដុសធ្មេញឬក៏ចេះធ្វើអ្វីមួយប្លែកចាប់តាមមានសញ្ញាទាំងអស់ហ្នឹងអញ្ចឹងកុំគិតថាវាជារឿងធម្មតាទៀតបើសិនជាមានសញ្ញាទាំងអស់ហ្នឹងអាចនឹងប្រញាប់យកកូនទៅជួបគ្រូពេទ្យដើម្បីគ្រូពេទ្យគាត់ពិនិត្យមើលនិងធ្វើការបញ្យល់ណែនាំបន្ថែមថាត្រូវព្យាបាលឬក៏គ្រាន់តែតាមដានសិនហើយវិធីការពារគឺអត់មានអីច្រើនទេក្រៅពីលាងសម្អាតដៃឲ្យកូនលាងសម្អាតដៃជាមួយនឹងសាប៊ូរបស់កូនយើងដែលប្រើរាល់ថ្ងៃហ្នឹងទៅ2 ម៉ោង 3 ម៉ោងយើងលាងសម្អាតដៃឲ្យកូនម្ដងទៅហើយបើសិនជាកូនមានពាក់ស្រោមជើងស្រោមដៃយើងអាសាដូរចេញឲ្យគាត់ទៅហើយនៅក្នុងផ្ទះយើងអាសាបោសសម្អាតទៅជាពិសេសប្រដាប់លេងរបស់កូនគឺត្រូវតែអាសាដូរសម្អាតជាមួយសាប៊ូលាងទឹកក្តៅលាងអីឲ្យបានស្អាតជៀសវាងនឹងការកូនដែលយកមកជក់ទៅគឺឆ្លងរោគទៅតាមហ្នឹងធ្វើឲ្យមានបញ្ហាសុខភាពផ្សេងៗចឹងអរគុណច្រើនខ្ញុំសង្ឃឹមថាវីដេអូនេះគឺអាចមានប្រយោជន៍ច្រើនសម្រាប់ប៉ាម៉ាក់ដែលគាត់កំពុងតែជួបបញ្ហាមួយនេះចឹងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ